bỏ bộ mai bông ồn và rương đã từng cho mùi nâng ok ok dương cơ mà ô tana coi cho gì sẽ đạp tầng ngọc nè cả đại miền Pành ha còn là bắp này máu khơi quòng nên nó arom thay vì ba thằng kịch đã tên gì môn nằm ở đây hay là cầu hay rừng ní bật tam không sẽ đạp tới trong châu từ mưa tới khơi thàประมาณrừng nó bị cài lang du đi quạt bàn gì trong bị duอะไรยืนตัวสดับก่อนตีฉันខ្ញុំឃើញវីដេអូមួយតើនៅជាអ្វីមានអ្នកខមមិនច្រើនមែនតើតើគាត់ជាអីចឹងណាតោះទៅមើលហើយបើសិនណាពុកម៉ែបងប្អូនផ្ដល់ជាខមមិនឬក៏ផ្ដល់ជាបបិសោតជីវិតអីអាចនិយាយបានអាចខមមិនបានតែខ្ញុំជេរកុំប្រដាសាយតោះស្ដាប់អស់ឃើញរកស៊ីម៉ែឲ្យរកស៊ីម៉ែកូនមានកំណត់ម៉ែឲ្យដេញចេញតាមប្រទេសឲ្យកូនទៅធ្វើបាននៅក្រៅផ្ទះអ្នកអរគ្នាជួយមើលហ្នឹងណាអ្នកអរគ្នាដែលថាម៉ែឲ្យគ្មានក្រៅកន្លងធัวម៉ែឲ្យអីគេមិនដែរសម្រាប់កូនតែអ្នកនរគ្នាជឿលើលោកនេះគឺមានយក9ធ្វើអីចេញហ្នឹងតាមកាច់ខ្ញុំរកស៊ីបានដែលខ្ញុំចេញធ្វើបានក្រៅទៀតអ្នកឯងមើលមកឲ្យនៅជភូឲ្យល្បីឲ្យស្គាល់ចាំមើលមួយថ្ងៃហ្នឹងខ្ញុំដាក់ឲ្យល្បីពេញជភូខ្ញុំហែកឲ្យផ្អើជភូសាងឈ្មោះ10ឆ្នាំនេះខ្ញុំអាលីត្រឹមថ្ងៃហ្នឹងអ្នកប៉ះខ្ញុំតែខ្ញុំទ្រាំ3ដល់10ឆ្នាំហើយខ្ញុំមិននិយាយខ្ញុំមិនមួតថ្ងៃនេះលេងខ្ញុំលេងវិញអាលីទាំងអស់គ្នាឲ្យគេស្គាល់ឲ្យគេល្បីពេញជភូទាំងអស់គ្នាថាមិនឲ្យចង់មានដីមិនឲ្យកូនរស់ស៊ីហើយកូនមានកំណើតម៉ែស្ដាប់តាមឲ្យចង់ដេញកូនចេញក្រៅផ្ទះឲ្យរើបានកូនលក់ដាច់កូនបើលក់ដាច់រកបានដេញកូនចេញក្រៅផ្ទះឲ្យធ្វើបានផ្ទះគេឲ្យជួបបន្ទប់ជួអីនៅតក្រែអ្នកនរគ្នាជួយមើលយក9ធ្វើអីទទួលហ្នឹងធ្វើអីបានហ្នឹងខ្ញុំទ្រាំ3ដល់10ឆ្នាំហើយយកខ្ញុំតាំងពីអាយុ9ឆ្នាំមកជួយបាំងធនាគារបាំងតាំងពីផ្ទះតូចផ្ទះសាំងអាស្រ័យរហូតដល់ផ្ទះធំអ្នកទាំងអស់គ្នាជួយមើលពេលដែលកូនចេញរកស៊ីកាច់កូនមិនឲ្យកូនរីកចម្រើនទឹកកាពីទឹកត្រីមិនធ្វើឲ្យកូនលក់ដាច់ពេកល្អចេះឲ្យឲ្យធ្វើខ្លួនឯងពេលដែលអូខេបើតាមយោបល់ខ្ញុំគិតថាបើរឿងឪពុកម្ដាយបើតាមមើលប្តីហ្នឹងប្តីម្ដាយរបស់គាត់ហ្នឹងត្រូវជាប្តីត្រូវជាពុកចុងរបស់បងប្រុសម្នាក់ហ្នឹងទេមិនមែនពុកបកើតទេបើគឺជាឪពុកចុងបាទម្ដាយគាត់មានតែម្ដាយគាត់មានគ្រួសារទៅមួយទៀតអញ្ចឹងណាបងប្អូនក៏ប៉ុន្តែដោយឡែកគឺមានរឿងអាកម្មអកុសអីចឹងទៅតាមពិតទៅខ្ញុំគិតថាបើមានសមត្ថភាពដូចជាបងប្រុសហើយមានរឿងដូចជាអូនប្រុសបែបនេះគួរណាតែបងប្រុសមានលទ្ធភាពក្នុងការបង្កើតគ្រួសារខ្លួនឯងខ្ញុំនិយាយឧទានការនិយាយនេះដោយសារតែទី1បងអូនមានលទ្ធភាពទី2បងអូនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរកស៊ីចិញ្ចឹមជីវិតបងអូនក៏អត់មានត្រូវការឲ្យម៉ែឪណាមកចិញ្ចឹមទៀតបានទេបើណាសិនណាជាបងអូនមានលទ្ធភាពខ្លួនឯងហើយមានសមត្ថភាពណាស់ហើយបងអូនអាចមានផ្ទះជួលមួយកន្លែងបាទសំរុំតម្លៃសំរុំល្មមបងអូនរកស៊ីទៅតាមអាជីវកម្មបងអូនដែលបងអូនធ្វើរាល់ថ្ងៃព្រោះអញ្ចឹងបើមានលទ្ធភាពគួរណាស់តែបងអូនចាក់ចេញទៅនៅកន្លែងដែលមានសុវត្ថិភាពសម្រាប់បងអូនហើយរឿងជួយឪពុកម្ដាយឬក៏មិនជួយឪពុកម្ដាយវាជាកាតព្វកិច្ចរបស់យើងស្រាប់ពុកម៉ែបងប្អូនយើងជាកូនអូខេយើងត្រូវតែមានកាតព្វកិច្ចជួយគាត់ទៅតាមកម្លាំងរបស់យើងដែលយើងមានណាក៏ប៉ុន្តែក៏យើងមិនភ្លេចជួយខ្លួនឯងដែរបាទជួយខ្លួនឯងដែរហើយរឿងឪពុកម្ដាយដែលធ្វើទាំងវើមិនគួរគប្បីទៅកាន់កូនការដែលអុចអាលការដែលប្រឆេះកំហឹងទៅកាន់កូនដូចយើងមានវីដេអូមួយនោះខាងក្រោមនេះឃើញធម្មតាគាត់ឈររួមពេលដែលកូនថាឲ្យអីចឹងទៅខ្ញុំអត់ដឹងថាសកម្មភាពនោះវាមិនទេប៉ុន្តែខ្ញុំគាត់ថាវាអត់គួរគប្បីទេបាទអត់គួរគប្បីទេនេះគឺជាវិធីសាស្ត្របញ្ឆេះកំហឹងឲ្យកូនហ្នឹងដៅរហូតដល់គ្រប់គ្រងខ្លួនឯងអត់បានអញ្ចឹងទៅបងប្អូនយល់យ៉ាងណាអាចខមមិនបានហើយតាមពិតទៅកុំទៅតាមដានពេកកុំទៅតាមដានពេកបាទរឿងនេះបងប្អូនប្រុសបាទផ្ញើទៅបងប្រុសថាមនុស្សម្នាក់មានរឿងផ្សេងគ្នាហើយភាពលំបាករបស់បងប្អូនគឺសិតសឹងតែអាចដោះស្រាយបានបងអាចគួរដោះស្រាយបានទៅតាមលទ្ធិផ្សេងកុំប្រើបណ្ដាញសង្គមធ្វើជាការដោះស្រាយហើយធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ដូចជាអ្នកទស្សនាហើយបងឯងក៏មានមុខមាត់នៅក្នុងបណ្ដាញសង្គមមួយដែរអញ្ចឹងគួរតែរក្សាឲ្យបាន
តម្លៃដែលយើងខំមកកន្លងមកវាត្រូវបញ្ចប់ត្រឹមនឹងឯងនៅពេលណាដែលបងប្អូនបង្ហើបនៅអ្វីដែលបងប្អូនមានបញ្ហាសពថ្ងៃអញ្ចឹងអត់ល្អខ្ញុំអត់បានដាក់កំហុសទៅនរណាគេទេពីព្រោះរឿងគ្រួសារគឺតែមានតែងតែមានដំណោះស្រាយតែរឿងបង្ហាញនៅក្នុងបណ្ដាញសង្គមដោយបែបនេះខ្ញុំគិតថាមិនត្រឹមត្រូវទេបាទ